ធាไทยបានប្រកាសចំហយ៉ាងច្បាស់ថាស្ថានភាពនៅតាមព្រំដែនកម្ពុជាថៃត្រូវរក្សាដោយពេលបច្ចុប្បន្នគឺអ្នកណានៅទីណាត្រូវនៅទីនោះជាការឆ្លើយតបមកកម្ពុជាដែលកំពុងប្រើយន្តការផ្លូវច្បាប់និងការទូតដើម្បីដោះស្រាយបញ្ហាទឹកដីខ្មែរដែលថៃកាន់កាប់យ៉ាងហោច14ទីតាំងក្រោយការប៉ះទង្គិចយោធាក្នុងឆ្នាំ2025ការបញ្ជាក់នេះត្រូវបានលើកឡើងដោយលោកប្រាប៉ះសុនចៃឌីមន្ត្រីយោធាថៃនិងជានាយកមជ្ឈមណ្ឌលព័ត៌មានស្ថានភាពព្រំដែនកម្ពុជាថៃតាមរយៈកាសែត Thai The Nation ចេញផ្សាយនៅថ្ងៃទី9ខែមីនាឆ្នាំ2026លោកប្រាប៉ះនិយាយថាភាគីទាំងពីរត្រូវគោរពតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលកំណត់ថាទីតាំងយោធាត្រូវរក្សាទុកដដែលគួរសម្គាល់ថានៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរការរក្សាទីតាំងយោធាឬមូលដ្ឋានឈរជើងនៅដដែលគឺសំដៅមិនឲ្យមានការផ្លាស់ទីកម្លាំងទ័ពឬក៏បង្កើតស្ថានភាពថ្មីលើទីតាំងជាក់ស្ដែងក្រោយការប្រយុទ្ធគ្នាបានបញ្ចប់ក៏ប៉ុន្តែថៃបានហុំព័ទ្ធបន្លាលួសនិងដាក់ទូកុងតឺន័រជាច្រើនទីតាំងនិងថែមទាំងបានធ្វើផ្លូវឈូសឆាយកំទេចផ្ទះសម្បែងនិងសំណង់អគាររដ្ឋបាលរបស់កម្ពុជាទៀតផងក្រោយការពាត់យកដីខ្មែរបន្ថែមរួចពេលនេះយោធាថៃលើកយកកិច្ចព្រមព្រៀងរក្សាការឈរជើងមកនិយាយទៅវិញសេចក្តីថ្លែងការណ៍របស់ថៃនេះកើតឡើងខណៈដែលកម្ពុជាកំពុងព្យាយាមជំរុញការចរចាព្រំដែនដោយបានស្នើឲ្យមានកិច្ចប្រជុំ JBC ជាច្រើនដងប៉ុន្តែថៃបន្តពន្យាពេលដោយឲ្យកម្ពុជារងចាំរដ្ឋាភិបាលថ្មីរបស់ខ្លួនដែលអាចត្រូវបានបង្កើតឡើងនៅអំឡុងខែមេសាមិនត្រឹមតែការចរចាផ្លូវការទេកម្ពុជាក៏បានប្រើយុទ្ធសាស្ត្រការទូតនិងព័ត៌មានដែរនាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដល់បទសម្ភាសន៍ជាបន្តបន្ទាប់ទៅកាន់សារព័ត៌មានអន្តរជាតិធំដើម្បីពន្យល់ពីជំហររបស់កម្ពុជាហើយប្រមុខការទូតកម្ពុជាក៏បានលើកឡើងពីបញ្ហានេះនៅលើឆាកអន្តរជាតិដូចជាវេទិកាអង្គការសហប្រជាជាតិជាដើមទោះជាយ៉ាងណាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកកិនភៀមើលឃើញថាការទាមទារទឹកដីត្រឡប់មកវិញគឺជាដំណើរដ៏វែងឆ្ងាយការបញ្ជាក់ចំហរបស់ថៃថាអ្នកណានៅទីណាត្រូវនៅទីនោះជាសញ្ញាបញ្ជាក់កាន់តែច្បាស់ថាការចរចាព្រំដែននាពេលខាងមុខអាចនឹងពិបាកនិងស្មុគស្មាញខ្ញុំរស់សុធាពី News Today NTTV